Hi guys, today I will show you one new video how to live stream YouTube using smartphone. Thank you. Please see it. សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Cam Top Tech ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃតាក់ទងទៅនឹងចំណេះដឹងអំពី Smartphone ហើយនិង Computer Cam Top Tech ក៏សូមជម្រាបដល់បងប្អូននិងប្រិយមិត្តដែលទើបតែទស្សនាវីដេអូខ្លីនេះជាលើកដំបូងផងដែរថា Cam Top Tech គឺជាក្រុមបច្ចេកវិទ្យាមួយដែលតែងតែចេញផ្សាយនៅវីដេអូខ្លីៗរបស់ខ្លួនជារៀងរាល់ថ្ងៃតាក់ទងទៅនឹង Smartphone ហើយនិង Computer អំពីការប្រើប្រាស់ហើយនឹងដំណោះស្រាយរបស់ Smartphone និង Computer បងប្អូននិងប្រិយមិត្តដែលចង់តាមដានហើយនឹងទទួលចំណេះដឹងអំពីបច្ចេកវិទ្យា Smartphone ហើយនិង Computer តាមរយៈការទស្សនាវីដេអូដែលខ្លីៗងាយយល់ច្បាស់មានការពន្យល់យ៉ាងល្អនោះសូមចុច Like Control Page Cam Top Tech និងទទួលបានវីដេអូទាំងនោះជារៀងរាល់ថ្ងៃនៅថ្ងៃនេះ Cam Top Tech សូមបង្ហាញបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអំពីរបៀបនៃការធ្វើការផ្សាយផ្ទាល់ទៅកាន់ YouTube ដោយប្រើប្រាស់ Smartphone ដើម្បីឆ្លើយតបចំពោះសំណូមពររបស់ប្រិយមិត្ត Cam Top Tech ដែលបានសំណូមពរឲ្យ Cam Top Tech ថតបង្ហាញអំពីរបៀបនៃការធ្វើការផ្សាយផ្ទាល់ដោយប្រើប្រាស់ Smartphone បញ្ជូនវីដេអូទៅកាន់ Channel YouTube គឺប៉ុស្តិ៍ YouTube កាលពីមុននៅពេលដែលគេធ្វើការផ្សាយផ្ទាល់ក៏គេអាចប្រើប្រាស់មធ្យោបាយមួយផងដែរគឺគេប្រើប្រាស់កាមេរ៉ាកុំព្យូទ័រដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយក៏ប៉ុន្តែកាមេរ៉ាកុំព្យូទ័រគឺវាមានគុណភាពអន់វាមិនមានគុណភាពដូចកាមេរ៉ា Smartphone របស់យើងនោះឡើយបើសិនជាយើងធៀបនាពេលបច្ចុប្បន្ននេះម្យ៉ាងទៀតនៅក្នុងស្ថាប័នមួយចំនួនគេតែងតែធ្វើការផ្សាយផ្ទាល់ដោយបំពាក់នៅឧបករណ៍ទំនើបជាច្រើនដែលជួនកាលគេអាចចំណាយលុយទៅដល់$10,000នោះដើម្បីរៀបចំជា Studio ឬក៏រៀបចំបំពាក់នៅឧបករណ៍ទំនើបដើម្បីធ្វើការផ្សាយផ្ទាល់ចូលទៅកាន់ Channel YouTube របស់គេប៉ុន្តែនៅពេលនេះ Cam Top Tech បង្ហាញនៅវិធីសាស្ត្រក្នុងការផ្សាយផ្ទាល់ដោយប្រើប្រាស់កាមេរ៉ា Smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានគ្រប់គ្នាតែម្ដងគឺវាមានភាពងាយស្រួលមានការចំណាយតិចហើយថតបានវីដេអូនៅក្នុងកម្រិតច្បាស់ទៀតផងអញ្ចឹងតើគេធ្វើការផ្សាយផ្ទាល់ទៅកាន់ YouTube ដោយប្រើប្រាស់ Smartphone យ៉ាងដូចម្ដេចបាទប្រិយមិត្តទាំងអស់គ្នាកាលដែល Cam Top Tech ធ្វើការផ្សាយផ្ទាល់ទៅកាន់ YouTube កន្លងមកនោះគឺ Cam Top Tech បានប្រើប្រាស់នៅមុខងារមួយនៅក្នុងកាមេរ៉ាតែម្ដងដែលមុខងារនោះគឺវាអនុញ្ញាតឲ្យ Cam Top Tech ប្រើប្រាស់វាដើម្បីធ្វើការផ្សាយផ្ទាល់ចូលទៅកាន់ Channel YouTube គឺប៉ុស្តិ៍ YouTube របស់ Cam Top Tech នឹងគឺជាចំណុចមួយដែលយើងអាចប្រើប្រាស់ Smartphone ដើម្បីធ្វើការផ្សាយផ្ទាល់បានផងដែរ Smartphone ដែលមានមុខងារអាចឲ្យយើងធ្វើការផ្សាយផ្ទាល់បានស្រេចស្រាប់នោះគឺមានដូចជា Smartphone ប្រភេទ Sony រាប់ចាប់ពី Sony Xperia Z ឡើងគឺ Xperia Z, Z1, Z2, Z3 ហើយនឹងបច្ចុប្បន្ននេះគឺ Z5 តែម្ដងគឺត្រកូល Sony Xperia Series Z នឹងហើយដែលអាចឲ្យធ្វើការផ្សាយផ្ទាល់បានដល់ឡែកសម្រាប់ Smartphone ប្រភេទ Samsung វិញគឺ Cam Top Tech សង្កេតឃើញថាមានចាប់តែពីចំនួន Samsung Galaxy Note 5 Samsung Galaxy S6 Edge Plus តែប៉ុណ្ណោះដែលមានដល់ឡែកសម្រាប់ Smartphone ប្រភេទដទៃទៀតដូចជាប្រភេទ LG តាមការសង្កេតរបស់ Cam Top Tech គឺដូចជាមិនមានមុខងារនៅស្រេចស្រាប់នៅក្នុងកាមេរ៉ាដើម្បីឲ្យយើងធ្វើការផ្សាយផ្ទាល់ទៅកាន់ Channel YouTube នោះឡើយដល់ឡែកសម្រាប់ iPhone ឬក៏ iPad គឺមិនមានមុខងារនឹងតែម្ដងអញ្ចឹងគឺតកតលនឹងមុខងារដែលមានស្រាប់នោះគឺមានតែ Smartphone ដែល Cam Top Tech បានរៀបរាប់នឹងឯងគឺឃើញមានតែពួក Sony ហើយនិងពួក Samsung តែប៉ុណ្ណោះហើយ Samsung ក៏មិនសូវមានច្រើនដូច Sony ទៅទៀតក៏ប៉ុន្តែយ៉ាងណាក៏ដោយបើសិនជាបងប្អូននិងប្រិយមិត្តប្រើប្រាស់ Smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់គ្នាគឺយើងអាចដំឡើងកម្មវិធីមួយដែលនៅក្នុង Play Store អាចឲ្យយើងប្រើប្រាស់កម្មវិធីនោះដើម្បីធ្វើការផ្សាយផ្ទាល់ផងដែរដូច្នេះយើងនឹងចូលទៅ download យកកម្មវិធីទាំងនោះដើម្បីចាប់ផ្ដើមធ្វើការផ្សាយផ្ទាល់ដូចតទៅបាទអ្នកទាំងអស់គ្នាចូលទៅកាន់ Play Store ទៅបាទនេះ Play Store ថាយក Play Store មកបាទបន្ទាប់មកអ្នកទាំងអស់គ្នាវាយពាក្យថាបាទមានន័យថាស្វែងរកពាក្យថា Live on YouTube បាទនេះដូចពាក្យដែល Cam Top Tech បានវាយនៅលើគេអញ្ចឹងគឺ Live on YouTube បាទវាយដូចនោះមកតមកថាចូលនេះហើយគឺជាកម្មវិធីដែលយើងអាចប្រើប្រាស់វាដើម្បីធ្វើការផ្សាយផ្ទាល់ទៅកាន់ Channel YouTube របស់យើងដែលវាមានឈ្មោះថា Live on YouTube ថាចូលមកបាទនៅលើគេហ្នឹង Cam Top Tech សូមអ្នកទាំងអស់គ្នាកត់សម្គាល់ទៅលើ logo របស់វាបន្តិចក្រៅពីកម្មវិធីហ្នឹងអ្នកទាំងអស់គ្នាមិនគួរជ្រើសរើសយកទេអ្នកទាំងអស់គ្នាគួរតែជ្រើសរើសយកតែកម្មវិធីនេះបានហើយវាងាយស្រួលប្រើហើយវាមានគុណភាពល្អបាទនេះ logo របស់វាគឺមានបែបនេះបាទលក្ខណៈវាគឺក្រហមហើយមានលក្ខណៈដូចជាដុំពពកនៅត្រង់កណ្ដាលអញ្ចឹងបាទក្រៅពី logo ហ្នឹងសូមអ្នកទាំងអស់គ្នាកុំជ្រើសរើសយកអីអញ្ចឹងយើងថាយក install ដើម្បីដំឡើងកម្មវិធីនេះយកទៅប្រើប្រាស់តោះមកថាយក accept
ហើយរងចាំវាមួយផ្លែតអូខេវាបានដំឡើងរួចរាល់ទៅហើយអញ្ចឹងអ្នកទាំងអស់គ្នានេះថាច់បើកវាមកថាច់យក open បាទថាច់យក open មកបាទនេះគឺជាទ្រង់ទ្រាយនៃកម្មវិធីនេះនៅពេលដែលយើងថាច់បើកវាបាទវានឹងឃើញបែបនេះបាទវាឲ្យយើងចូលទៅ sign in នៅ account email របស់យើងដូច្នេះអ្នកទាំងអស់គ្នាត្រូវតែធ្វើការ sign in នៅ account email ដែលអ្នកទាំងអស់គ្នាមានគឺ account channel YouTube នឹងឯងប៉ុន្តែដើម្បីធ្វើការផ្សាយផ្ទាល់បានបន្ទាប់ពី download យកកម្មវិធី Live on YouTube រួចហើយអ្នកទាំងអស់គ្នាត្រូវចូលទៅរៀបចំនៅ account YouTube របស់ខ្លួនជាមុនសិនដោយប្រើប្រាស់កុំព្យូទ័រអញ្ចឹងអ្នកទាំងអស់គ្នាប្រើប្រាស់ smartphone ហើយនិងកុំព្យូទ័រប៉ុន្តែការប្រើប្រាស់កុំព្យូទ័រនោះគឺគ្រាន់តែប្រើប្រាស់ដើម្បីរៀបចំនៅ account YouTube នៅ channel YouTube របស់យើងជាលើកដំបូងតែប៉ុណ្ណោះក្រៅពីនឹងយើងមិនត្រូវការវាជាលើកទី2ទៀតទេបាទអញ្ចឹងសូមក្រឡេកទៅមើលនៅលើអេក្រង់កុំព្យូទ័រនៅលើកុំព្យូទ័រសូមអ្នកទាំងអស់គ្នាចូលទៅកាន់ youtube.com អញ្ចឹងមកបន្ទាប់មកនៅខាងលើជាងខាងស្ដាំអ្នកទាំងអស់គ្នាធ្វើការ sign in ចូលនៅ account YouTube របស់ខ្លួនដែលខ្លួនចង់ផ្សាយវីដេអូចូលនឹងបាទនៅពេលដែលយើងคลิกយក sign in មកគឺវាចេញបែបនេះអញ្ចឹងមានន័យថាដើម្បីអាចធ្វើការផ្សាយផ្ទាល់ចូលទៅកាន់ account YouTube របស់យើងបានដំបូងឡើយគឺអ្នកទាំងអស់គ្នាត្រូវតែមាន email មួយដែលជាប្រភេទ Gmail ដើម្បីដឹងពីរបៀបនៃការបង្កើតនៅ email អ្នកទាំងអស់គ្នាអាចចូលទៅកាន់ YouTube ហើយវាពាក្យថា Camtoptech ដកឃ្លា create ដកឃ្លា email Camtoptech create email ពេលនោះអ្នកទាំងអស់គ្នានឹងឃើញពីរបៀបនៃការបង្កើត email ដែល Camtoptech ធ្វើការបង្ហាញតាមរយៈវីដេអូមួយនៅលើ YouTube ហើយបន្ទាប់ពីបង្កើតនៅ email បានអ្នកទាំងអស់គ្នាធ្វើការ sign in ដោយ Camtoptech បង្ហាញបាញ់អញ្ចឹង click យកត្រង់កន្លែង sign in នៅខាងលើជើងខាងស្ដាំមកវានឹងចេញបែបនេះនៅពេលដែលវាចេញបែបនេះនេះដោយសារតែ Camtoptech មាន account ប្រភេទ Gmail នឹងច្រើនគឺវាចេញឲ្យច្រើនអញ្ចឹងទៅហើយ Camtoptech ត្រូវជ្រើសរើសយកមួយនេះទៅទោះថា Camtoptech ចង់ប្រើប្រាស់មួយនេះក៏ប៉ុន្តែសិនជាបងប្អូននិងប្រិយមិត្តដែលមិនទាន់បាន sign in ហើយជាប់ឈ្មោះនៅអញ្ចឹងទេអ្នកទាំងអស់គ្នាអាច click យកនេះ add account បាទប៉ុន្តែ Camtoptech សូមជ្រើសរើសយកត្រង់កន្លែងនេះហើយបន្ទាប់មកបញ្ចូលនៅ password បាទរួចយក click sign in បន្ទាប់មកសូមបន្តយកត្រង់កន្លែងដានបើសិនជាវាចេញបែបនេះបើវាទៅមុខមិនថ្មីទេបាទហើយទៅក្រឡេកទៅខាងលើជាងខាងស្ដាំនេះអ្នកទាំងអស់គ្នានឹងឃើញរូបភាពរបស់ខ្លួនជាមិនខានបាទនេះរូបភាពរបស់ខ្លួន click យកមកហើយ click យកត្រង់កន្លែង Creator Studio បាទនេះ click យកត្រង់កន្លែងនេះមកបន្ទាប់មកទៀតបើសិនជា click យកត្រង់កន្លែងនេះហើយវាចេញឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នា create channel គឺអ្នកទាំងអស់គ្នាត្រូវបង្កើតនៅ account YouTube ជាមុនសិនបន្ទាប់ពីបង្កើត account YouTube ហើយអ្នកទាំងអស់គ្នា click យកត្រង់កន្លែង Creator Studio សារជាថ្មីបន្ទាប់ពី click យកត្រង់កន្លែងនោះហើយវានឹងចូលមកបែបនេះនៅពេលដែលចូលមកបែបនេះហើយសូមអ្នកទាំងអស់គ្នា click យកត្រង់កន្លែងនេះ channel នៅខាងឆ្វេងបន្ទាប់មកបងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវអូសចុះក្រោមបាទអូសចុះក្រោមទៀតបាទនេះនៅពេលអូសចុះក្រោមហើយនេះត្រង់កន្លែង live streaming បាទនេះ live streaming បាទអញ្ចឹងអ្នកទាំងអស់គ្នា click យកត្រង់កន្លែងនេះ enable នៅក្បែរហ្នឹងមកបន្ទាប់មកវាឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដាក់បញ្ចូលនៅលេខទូរស័ព្ទនឹងអាលវាផ្ញើសារមួយមកកាន់អ្នកទាំងអស់គ្នាបាទអញ្ចឹងយើង click យកត្រង់កន្លែង take me the verification code នៅខាងក្រោមនេះវាមានជម្រើស2ប៉ុន្តែយើងត្រូវជ្រើសរើសយកខាងក្រោមបន្ទាប់មកអ្នកទាំងអស់គ្នាបញ្ចូលលេខទូរស័ព្ទអញ្ចឹងក្រឡេកមកខាងក្រៅបន្តិចនេះលេខទូរស័ព្ទរបស់ Camtoptech ហើយ Camtoptech នឹងធ្វើការដាក់លេខទូរស័ព្ទនេះចូលបាទគឺយើងដាក់បូក855អញ្ចឹងទៅបូក855គឺតំណាងឲ្យ0ឧទាហរណ៍ដូចជា0 10អញ្ចឹងគេអត់ដាក់0ទេគេដាក់ថាបូក855រួចមកគេដាក់10ដោយគេបោះបង់0ចោលបាទអញ្ចឹងនេះបូក855បាទ069អញ្ចឹងបូក855យើងដាក់69តែម្ដងមកយើងមិនបាច់ដាក់0ទេពីព្រោះបូក855វាជំនួសឲ្យ0ទៅហើយអញ្ចឹងយើងដាក់69តែម្ដងមក70 16 55បាទអ្នកទាំងអស់គ្នាត្រូវដាក់លេខទូរស័ព្ទពិតដែលអ្នកទាំងអស់គ្នាកំពុងតែកាន់នៅនឹងដៃបន្ទាប់មកអ្នកទាំងអស់គ្នា click យក submit នៅពេលនោះអ្នកទាំងអស់គ្នាវានឹងផ្ញើលេខ6ខ្ទង់មកឲ្យអ្នកទាំងអស់គ្នាកលេចមើលនៅលើទូរស័ព្ទបាទ news SMS 1 text បាទអញ្ចឹងយើងថាច់យកត្រង់កន្លែង view មកដើម្បីមើលលេខសម្ងាត់ដែលក្រុមហ៊ុន Google ផ្ញើមកបាទនៅខាងលើគេបំផុតបាទនេះគឺលេខកូដរបស់វាគឺ576292បាទសរសេរចូល576292បន្ទាប់មក click យក submit បាទរួចរាល់ទៅហើយបន្ទាប់មកយើង click យក continue នៅពេលដែល click យក continue អ្នកទាំងអស់គ្នានឹងឃើញលក្ខខណ្ឌរបស់ YouTube ដែលអាចអនុញ្ញាតឲ្យយើងធ្វើការផ្សាយផ្ទាល់បាន
cứ vì chạy nhà soi dành cho nâng tại đặt ngọc niết được click vô nè agree đam mấy ai sai to nơi lứa account YouTube bọc luôn bàn đấy vì tranh tập đông áo bàn tay nhưng mình chăm bạch cho vậy xây tiền đầu tiên chẳng bên đấy nè ngọc niết ai trở lên mà mơ smartphone rồi bọn nè ngọc niết sai chật mây bàn hái đam mấy bàn to bạn nơi lứa smartphone rồi bọn dưỡng xung nè ngọc niết công tuần trôi từ can cam thi để mình cho thà like on YouTube ở mình ấy đòi nè ngọc niết trôi từ can cam thi YouTube nơi lứa smartphone rồi bọn dưỡng chỉ muốn sần mà chẳng từ rồi YouTube nàyคือการที่ YouTube มันแม่นการที่ Live on YouTube ได้យើង download ឲ្យมันទេនេះគឺកម្មវិធី YouTube ថាច់យកមកចូលទៅធ្វើអីគឺយើងចូលទៅដើម្បី sign in នៅ account YouTube ដែលយើងចង់ផ្សាយផ្ទាល់ហ្នឹងបាទយើងថាច់យកត្រង់កន្លែងនិមិត្តសញ្ញារូបមនុស្សនេះមកបើសិនជាមិនទាន់បាន sign in សូមធ្វើការ sign in ឲ្យដូចនឹង account YouTube ដែលយើងចង់ផ្សាយផ្ទាល់ទៅនោះបាទអញ្ចឹងខាងតតិសូមធ្វើការ sign in នៅ account YouTube ដោយថាច់យកត្រង់កន្លែងនេះបាទរូបនេះមកបន្ទាប់មកថាច់យកត្រង់កន្លែងនេះបាទបន្ទាប់មកថាច់យកត្រង់កន្លែងនេះសញ្ញាបូកនៅខាងលើជាងខាងស្ដាំបន្តិចនេះបាទបន្ទាប់មកវានឹងឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដាក់បញ្ចូលនៅ account YouTube របស់ខ្លួនចូលគឺ email ហើយនិង password បាទនេះគឺវាឲ្យដាក់ email អញ្ចឹងខាងតន្តិចសូមពេលបន្តិចដើម្បីដាក់ email ហើយនិង password បាទយើងដាក់ email ហើយនិង password មកថាច់យកនេះបន្ទាប់មកថាច់យក accept នៅខាងក្រោមបន្ទាប់មកវានឹងឲ្យបងប្អូននិងប្រិយមិត្តធ្វើការជ្រើសរើសនៅ channel គឺ account YouTube ជាមិនខានបាទបើអត់ឲ្យជ្រើសរើសទេអ្នកទាំងអស់គ្នាថាច់យកត្រង់កន្លែងនេះរូបមនុស្សនេះបាទបន្ទាប់មកនេះនៅត្រង់កន្លែងនេះគឺជ្រើសរើស channel ដែលអ្នកទាំងអស់គ្នាចង់ធ្វើការផ្សាយផ្ទាល់ទៅបាទជាក់ស្ដែងគឺ Cam Topic ត្រូវហើយជ្រើសរើសយក channel មួយនេះតែម្ដងបាទ Cam Topic Tutorial បាទคลิกយកមកបន្តមកទៀតយើងអាចត្រឡប់ទៅកាន់កម្មវិធីមួយដែលមានឈ្មោះថា Live on YouTube បានហើយបាទដែលយើងបាន download អមិញនៅលើ Play Store បាទនេះ Live on YouTube ថាយក open សារជាថ្មីពីនោះវានៅតែទាមទារឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដាក់បញ្ចូលនៅ email គឺ account YouTube ដែលអ្នកទាំងអស់គ្នាចង់ធ្វើការផ្សាយផ្ទាល់នោះបាទអញ្ចឹងសូមដាក់ដូចតទៅបាទយើងដាក់ email របស់យើងចូលបាទនេះគឺ email នេះដែល Cam Topic រៀបចំអមិញហ្នឹងគឺ email ហ្នឹងហើយបន្ទាប់មកសូមដាក់ password ចូលប៉ុន្តែมันបង្ហាញអ្នកទាំងអស់គ្នាទេដាក់ password រួចហើយសូមអ្នកទាំងអស់គ្នាថាច់យក sign inបាទនៅពេលដែលថាច់យក sign in មកគឺវាចេញបែបនេះអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយតើវាឲ្យយើងធ្វើអ្វីបាទអ្នកទាំងអស់គ្នាត្រូវអូសចុះក្រោមបំផុតមកបន្ទាប់មកថាច់យក allow មានន័យថាឲ្យវាចាប់ដៃគូជាមួយនឹង YouTube គឺកម្មវិធីនេះបាទ Live on YouTube នេះគឺឲ្យវាចាប់ដៃគូជាមួយនឹង account YouTube របស់យើងបាទយើងថាច់យក allow មកនៅខាងក្រោមជាងខាងស្ដាំបាទពេលនោះវាវិលទៅកាន់កម្មវិធីនោះវិញហើយដោយអ្នកទាំងអស់គ្នាឃើញស្រាប់ហើយបាទចឹងដើម្បីធ្វើការផ្សាយផ្ទាល់យើងថាច់យកអូខេទៅបាទបន្ទាប់មកវានឹងរត់ចូលមកកាន់កម្មវិធីនេះវិញហើយយើងអាចធ្វើការផ្សាយផ្ទាល់បានហើយអូខេនេះគឺវាចេញតម្រង់បែបនេះនៅពេលដែលយើងអាចធ្វើការផ្សាយផ្ទាល់បានបាទវាចេញតម្រង់បែបនេះអញ្ចឹងសូមអ្នកទាំងអស់គ្នាតាមដានការណែនាំពីCam Topicដូចតទៅថាតើគេប្រើប្រាស់កម្មវិធីនេះដើម្បីធ្វើការផ្សាយផ្ទាល់យ៉ាងដូចម្តេចបាទអញ្ចឹងយើងមើលពីលើមកវិញដំបូងគឺអ្នកទាំងអស់គ្នានឹងឃើញនិមិត្តសញ្ញាសំឡេងនិមិត្តសញ្ញាសំឡេងនេះគឺមានន័យថាបើសិនជាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាកំពុងតែធ្វើការផ្សាយផ្ទាល់នោះមិនចង់បញ្ចេញជាសំឡេងទេគឺឲ្យស្ងាត់ជ្រាបតែម្ដងអ្នកទាំងអស់គ្នាអាចធ្វើការថាច់យកខ្វែងបានបាទនឹងមួយនេះគឺ flash បាទនិមិត្តសញ្ញា flash បើសិនជាយើងចង់បើកក៏បានដែរបាទនេះនៅលើកុំព្យូទ័រគឺកង់ពន្លឺដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយនេះប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនចង់បើកក៏បានដែរបាទសិនជាមានពន្លឺល្អហើយនោះបន្តមកទៀតនៅត្រង់កន្លែងនេះគឺអត់សំខាន់ទេត្រង់កន្លែងនេះគឺមានន័យថា auto focus យើងថាច់មកមានន័យថាយើងជ្រើសរើសយក auto focus ប៉ុន្តែបើសិនជាយើងមិនចង់ជ្រើសរើសយក auto focus ទេបាទយើងថាច់ចេញមកហើយយើងនៅពេលដែលយើងចង់ focus គឺយើងថាច់ទៅលើផ្ទៃណាមួយអញ្ចឹងទៅបើសិនជាផ្ទៃអេក្រង់ smartphone របស់យើងអាចនៅបញ្ជាបានបាទនៅត្រង់កន្លែងនេះគឺបងប្អូននិងប្រិយមិត្តទាំងអស់គ្នានឹងយល់ហើយវាជាកាមេរ៉ាវាមានអត្ថប្រយោជន៍គឺជាកាមេរ៉ាមុខវាមានអត្ថប្រយោជន៍នៅត្រង់ថាបើសិនជាបងប្អូននិងប្រិយមិត្តទៅចូលរួមនៅវេទិកាឬក៏ចូលរួមនៅត្រង់កន្លែងពិធីធំបាទវាមានវេទិកានៅខាងមុខហើយនឹងមានអ្នកចូលរួមនៅខាងក្រោយអញ្ចឹងទៅគឺអ្នកទាំងអស់គ្នាអាចបាទថាច់យកនេះបំបែកាមេរ៉ាមកខាងក្រោយបាទបំបែកាមេរ៉ាមកខាងក្រោយអញ្ចឹងទៅបាទគឺឃើញអ្នកចូលរួមនៅខាងក្រោយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់បំបែទៅមុខវិញគឺថាច់យកដដែលវិញមកគឺនឹងឃើញអ្នកនៅលើវេទិកាជាមិនខានយើងប្រើប្រាស់ងាយស្រួលដោយយើងមិនចាំបាច់បែរកាមេរ៉ាទៅមុខទៅក្រោយទេបើសិនជាយើងចង់ថតនៅខាងនេះគឺយើងថាច់បង្វិលកាមេរ៉ាមកបើសិនជាយើងថតនៅខាងនោះយើងបង្វិលកាមេរ៉ាដោយចុចយកមួយនេះទៅខាងនោះទៅគឺជាការស្រេចទៅហើយ
បន្ទាប់មកទៀតនៅត្រង់កន្លែងនេះគឺកន្លែងនេះតែម្ដងគឺចំណងជើងដែលយើងនឹងធ្វើការផ្សាយផ្ទាល់នោះបើសិនជាអ្នកទាំងអស់គ្នាធ្វើការផ្សាយផ្ទាល់អំពីអ្វីនោះអ្នកទាំងអស់គ្នាដាក់ចំណងជើងបែបនោះទៅឧទាហរណ៍យើងផ្សាយផ្ទាល់អំពីការប្រជុំអីមួយអញ្ចឹងទៅយើងដាក់ថាការប្រជុំអីអញ្ចឹងទៅហើយផ្សាយផ្ទាល់ពីបច្ចេកវិទ្យាអញ្ចឹងអ្នកទាំងអស់គ្នាដាក់ថាការផ្សាយផ្ទាល់ពីបច្ចេកវិទ្យាអញ្ចឹងទៅប៉ុន្តែCam Top Techគ្រាន់តែដាក់ឈ្មោះបង្ហាញជាឧទាហរណ៍ទេដាក់ថាCam Top Techអញ្ចឹងទៅបាទដាក់Cam Top Techអញ្ចឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាក្រឡេកមកមើលនេះជួរខាងក្រោមនេះដោយឡែកជួរខាងក្រោមនេះអ្នកទាំងអស់គ្នាពុំចាំបាច់ខ្វាយខ្វល់វាប្រហែលនោះទេនៅពេលដែលយើងចាប់ផ្ដើមធ្វើការផ្សាយផ្ទាល់ទៅអ្នកទាំងអស់គ្នាទើបអាចប្រើប្រាស់មុខងារនេះបានប៉ុន្តែប្រើប្រាស់ឥឡូវក៏មិនថ្មីដែរប៉ុន្តែយើងចាំគិតពេលក្រោយដោយឡែកនៅត្រង់ចំណុចខាងក្រោមជាងខាងស្ដាំនេះគឺជាចំណុចសំខាន់ផងដែរគឺតកតងទៅនឹងគុណភាពនៃវីដេអូដែលអ្នកទាំងអស់គ្នាធ្វើការផ្សាយផ្ទាល់ទៅនោះបាទតើតកតងគុណភាពយ៉ាងដូចម្ដេចដូចជា Full HD ឬក៏ HD អីចឹងទៅដែលយើងអាចធ្វើការផ្សាយផ្ទាល់បានអញ្ចឹងអ្នកទាំងអស់គ្នាថាយកត្រង់កន្លែងនិមិត្តសញ្ញារៀបចំនេះមកពេលនោះវានឹងឲ្យអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសនៅគុណភាពតែម្ដងរហូតដល់ទៅកម្រិត Full HD គឺមានន័យថា1080 pixel ឯណោះគុណភាពរបស់វាគឺល្អមែនតើបាទអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសវានេះអាចយកចាប់ពីកម្រិត HD ឡើងទៅក៏ប៉ុន្តែសម្រាប់បងប្អូននិងប្រិយមិត្តដែលធ្វើការផ្សាយផ្ទាល់ហើយអ៊ីនធឺណិតមានកម្លាំងខ្សោយអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសក្រោម HD ដូចជា480 pixel ជាដើមប៉ុន្តែបើសិនជាអ៊ីនធឺណិតខ្លាំងអាចយកដល់ Full HD អញ្ចឹងទៅធ្វើឲ្យវីដេអូដែលយើងផ្សាយផ្ទាល់នោះវាមានកម្រិតគុណភាពច្បាស់ល្អតែមែនតើម្យ៉ាងទៀតនៅខាងលើនេះក៏មិនមែនអត់ប្រយោជន៍ដែរគឺវីដេអូ privacy វីដេអូ privacy នេះគឺមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើការផ្សាយផ្ទាល់នោះតើអ្នកទាំងអស់គ្នាចង់ដាក់ជា private ឬក៏ដាក់ឲ្យសាធារណជនទូទៅអាចទស្សនាបានចឹងបើសិនជាចង់ដាក់ឲ្យសាធារណជនទូទៅអាចទស្សនាបានអ្នកទាំងអស់គ្នាត្រូវជ្រើសរើសយក publish នៅខាងលើគេដោយដែលវាបានជ្រើសរើសឲ្យស្រាប់តែម្ដងបាទអញ្ចឹងCam Top Techសូមជ្រើសរើសយកគុណភាពវីដេអូនៅខាងក្រោមគឺ720ដោយសារតែវាបើកឲ្យត្រឹមហ្នឹងបន្ទាប់មកថាច់យក accept អូខេតែប៉ុណ្ណេះយើងអាចធ្វើការផ្សាយផ្ទាល់បានហើយដោយចាប់ផ្ដើមដូចតទៅដើម្បីចាប់ផ្ដើមគឺគេថាច់យកត្រង់កន្លែងនេះ go live បាទនៅចំកណ្ដាលតែម្ដងបាទយើងចាប់ផ្ដើមធ្វើការផ្សាយផ្ទាល់ទៅហើយដោយវាចាប់ផ្ដើមវិលទៅហើយប៉ុន្តែសូមកុំភ្លេចភ្ជាប់អ៊ីនធឺណិតឲ្យសោះបាទ Wi-Fi ឬក៏ SIM អញ្ចឹងទៅបាទឥឡូវការផ្សាយផ្ទាល់គឺចាប់ផ្ដើមទៅហើយដោយវាចេញពាក្យថា live នៅខាងលើមិនមែនថា live ទេគឺ live គេអានថា live វិញណាមិនអានថា live ទេធម្មតា I live in Cambodia អញ្ចឹងមានន័យថាខ្ញុំរស់នៅកម្ពុជាប៉ុន្តែនាទីនេះគឺគេអានថា live វិញបាទវាចាប់ផ្ដើមដើរហើយនេះ14 15វិនាទីទៅហើយបាទហើយខាងក្រោមនេះគឺការបញ្ឈប់ចុះបើសិនជាយើងចង់ share ទៅកាន់ Facebook ឬក៏ទៅកាន់ friend របស់យើងដទៃទៀតនៅក្នុងប្រអប់ឆាតនោះតើយើងធ្វើយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នាថាច់លើអេក្រង់ smartphone យើងបន្តិចមកពេលនោះអ្នកទាំងអស់គ្នានឹងឃើញនិមិត្តសញ្ញាមួយដែលនៅត្រង់កន្លែងនេះហើយនៅទីនេះផ្សេងទៀតគឺឲ្យយើងគ្រប់គ្រងបានបាទដូចជា flash ដូចជាបិទសំឡេងដូចជាបង្វិលកាមេរ៉ាមកក្រោយប៉ុន្តែបើសិនជាចង់ share នេះត្រង់កន្លែងនេះតែម្ដងនៅខាងលើជាងខាងឆ្វេងបាទនេះថាច់យកត្រង់កន្លែងនិមិត្តសញ្ញា share នេះមកវានឹងឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាធ្វើការជ្រើសរើសមធ្យោបាយក្នុងការ share ឧទាហរណ៍យើងអាចប្រើប្រាស់នេះ Facebook បើ share ទៅកាន់ Facebook តែម្ដងបាទវានឹង load Facebook ឲ្យបងប្អូននិងប្រិយមិត្តទាំងអស់គ្នាធ្វើការ share ទៅអូដោយសារតែ Facebook នេះមិនទាន់បាន log in ចូលអញ្ចឹងខ្ញុំសូមបន្តិចដើម្បីធ្វើការ log in ចូលអូខេខ្ញុំបាន log in ចូល Facebook ទៅហើយនៅពេលនោះវាឲ្យយើង share តែម្ដងបាទនេះវាកំពុងតែចាប់ផ្ដើមហើយអូខេនេះចេញមកហើយយើងគ្រាន់តែថាច់យកផុសធម្មតាអញ្ចឹងទៅឬក៏យើងសរសេរចំណងជើងអីតិចតួចអញ្ចឹងទៅបាទទៅតាមការដែលអ្នកទាំងអស់គ្នាចង់បានបន្ទាប់មកវានៅតែធ្វើការបន្តបាទ live មានន័យថាវាបន្តផ្សាយផ្ទាល់ទៅទៀតដើម្បីទៀងទាត់គឺ Cam Top Tech សូមឲ្យអ្នកទាំងអស់គ្នាក្រឡេកទៅមើលនៅលើអេក្រង់កុំព្យូទ័របន្តិចខណៈពេលដែល Cam Top Tech កំពុងតែផ្សាយផ្ទាល់ដោយ Cam Top Tech បាទភ្ជង់កាមេរ៉ានេះទៅកាន់បាទទូរស័ព្ទមួយនេះបាទអញ្ចឹងសូមភ្ជង់ហើយបាទនៅលើ YouTube របស់យើងចូលត្រង់កន្លែងនេះនៅខាងលើជាងឆ្វេងត្រង់កន្លែង option ហ្នឹងคลิกយកមកបន្ទាប់មកយើងคลิกយកត្រង់កន្លែងនេះ My Channel បាទคลิกយកមកនេះអ្នកទាំងអស់គ្នាឃើញវីដេអូមួយដែលកំពុងតែផ្សាយផ្ទាល់នេះคลิกយកមកគឺកាមេរ៉ាកំពុងតែភ្ជង់ទៅកាន់ទូរស័ព្ទនៅលើតុបាទនេះអ្នកទាំងអស់គ្នាឃើញស្រាប់ហើយបាទនេះហើយខ្ញុំអាចបំបែកក្នុងកាមេរ៉ាទៅកាន់កុំព្យូទ័របាទមួយសន្ទុះក្រោយមកវានឹងឃើញបាទរូបដែលខ្ញុំភ្ជង់ទៅកាន់កុំព្យូទ័រហើយបាទអ្នកទាំងអស់គ្នាក្រឡេកមកមើលនៅលើ smartphone វិញដើម្បីដឹងថាតើមានអ្នកមើលវីដេអូរបស់យើងចំនួនប្រមាណនោះគឺងាយស្រួលទេបាទនេះនៅត្រង់និមិត្តសញ្ញាភ្នែកបាទនៅខាងលើនេះគឺមានន័យថាអ្នកមើលកំពុងតែមានអ្នកមើលម្នាក់អញ្ចឹងកម្មវិធីនេះគឺពិតជាមានភាពងាយស្រួលមែនតើបើសិនជាអ្នកទាំងអស់គ្នាបានប្រើប្រាស់វា
គឺអាចប្រើប្រាស់បានគ្រប់ smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android តែម្ដងគឺមាន smartphone ប្រភេទ Sony, LG, Samsung, Huawei, Sky Vega, HTC បាទឲ្យតែ smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android គឺចូលទៅ download យកវានៅក្នុង Play Store នេះហើយគឺជារបៀបនៃការផ្សាយផ្ទាល់ដោយប្រើប្រាស់ smartphone ដែល Camtoptech ចង់បង្ហាញដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាហើយសូមធ្វើតាមការណែនាំរបស់ Camtoptech គឺអ្នកទាំងអស់គ្នាត្រូវតែមាន smartphone ហើយនិង computer បើសិនជាអ្នកទាំងអស់គ្នាអត់ computer ទេអ្នកទាំងអស់គ្នាអាចធ្វើការខ្ចីនៅ computer របស់អ្នកដទៃមកផ្លែតអញ្ចឹងទៅដើម្បីធ្វើការរៀបចំតាមការណែនាំរបស់ Camtoptech តើយ៉ាងម៉េចដែរម្ចាស់សំណូមពរនៅវីដេអូមួយនេះដែលចង់ឲ្យ Camtoptech បង្ហាញអំពីរបៀបនៃការផ្សាយផ្ទាល់នោះបាទសង្ឃឹមថាពេញចិត្តជាមិនខានបើសិនជាមានបញ្ហាអីមួយបន្ទាប់ពីទស្សនាវីដេអូមួយនេះហើយនៅតែមិនយល់អ្នកទាំងអស់គ្នាអាចចូលទៅកាន់ YouTube នៅរៀងរាល់ម៉ោង 9 ដល់ម៉ោង 10 ព្រឹកដើម្បីធ្វើការសាកសួរមក Camtoptech តែម្ដងគឺវាពាក្យនៅលើ YouTube ថា Camtoptech TV Camtoptech TV ដើម្បីចូលទៅសួរសំណួរនៅរៀងរាល់ម៉ោង 9 ទៅម៉ោង 10 ព្រឹក Camtoptech មានលក់វីដេអូមេរៀនបុកប្រូក្រាមទូរស័ព្ទសម្រាប់បងប្អូននិងប្រិយមិត្តដែលមិនបានមកសិក្សាជាមួយនឹង Camtoptech ដោយផ្ទាល់ក្នុងវគ្គបុកប្រូក្រាមទូរស័ព្ទនោះទេឬក៏មានការរវល់ឬក៏នៅឆ្ងាយនោះបងប្អូននិងប្រិយមិត្តអាចតាក់ទងមកទិញវីដេអូនេះបានពីព្រោះវីដេអូនេះ Camtoptech បានរៀបចំពេញលេញទៅហើយនៅឆ្នាំ 2016 នេះដោយវីដេអូនេះមានទាំងវីដេអូដែលថតលម្អិតគឺថតបញ្ជូលមួយយ៉ាងច្បាស់លាស់បូកនឹងវីដេអូដែល Camtoptech ធ្វើការបង្រៀនសិស្សដោយផ្ទាល់ផងដែរវីដេអូទាំងពីរនេះគឺវីដេអូថតលម្អិតនិងវីដេអូដែលកំពុងតែបង្រៀនផ្ទាល់បូកចូលគ្នាអាចឲ្យបងប្អូននិងប្រិយមិត្តដែលមិនអាចមកសិក្សាជាមួយនឹង Camtoptech ដោយផ្ទាល់ដោយសារតែឆ្ងាយឬក៏រវល់ការងារនោះមានចំណេះចេះដឹងបានយ៉ាងពិតប្រាកដពីព្រោះវីដេអូទាំងនេះវាមានលក្ខណៈងាយយល់ងាយមើលអាចអនុវត្តហើយពិតជាទទួលបានប្រយោជន៍ជាមិនខានសម្រាប់បងប្អូននិងប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចង់ទិញវីដេអូមេរៀនបុកប្រូក្រាមទូរស័ព្ទពី Camtoptech មានដូចជា iPhone, iPad, Samsung, Sony, LG, Huawei និង Sky Vega នោះអាចតាក់ទងមកទិញតាមរយៈលេខទូរស័ព្ទ 098 21 37 36 វីដេអូនេះលក់ក្នុងតម្លៃ$60មើលហើយមិនចេះមិនយល់ត្រង់ចំណុចណាមួយនោះអាចតាក់ទងមកសួរបានឬក៏មកសួរដោយផ្ទាល់បានផងដែរសូមតាក់ទងមកលេខទូរស័ព្ទសារជាថ្មីម្ដងទៀតគឺ 098 21 37 36 ដើម្បីទិញវីដេអូមេរៀនបុកប្រូក្រាមទូរស័ព្ទពី Camtoptech សូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូដ៏ពិសេសមួយពី Camtoptech គឺរបៀបនៃការផ្សាយផ្ទាល់ដោយប្រើប្រាស់ smartphone. Thank you for watching my video. If you like my video, please subscribe my channel. Thank you.